ជំរាបសួរអ្នកកម្មការបាទជំរាបសួរទៅដល់បេក្ខជនបាទនីភិរាបាទហើយវិលត្រឡប់ជួបគ្នាសាជាថ្មីហើយបាទនៅក្នុងវគ្គ3នេះបាទហើយវគ្គនេះគឺជាវគ្គមួយដែលសំខាន់បាទហើយក៏ជាវគ្គមួយដែលល្អសម្រាប់បេក្ខជនដែរណាបាទបងបាទដែលខ្សែគេវគ្គនេះគឺខាងក្រុមហ៊ុននឹងផ្ដល់ឱកាសឲ្យបេក្ខជនបាទរើសបត់ឲ្យខ្លួនស្រឡាញ់បញ្ចេញឲ្យពីសមត្ថភាពនៅថ្ងៃនេះបាទបងអូខេតាហើយត្រៀមខ្លួនហើយនៅហើយបងហើយតាចាប់ផ្ដើមបញ្ចេញសមត្ថភាពស្រុកតាមរកសងសាព្រោះស្រស់ជីវ៉ាធ្វើការនៅក្រុងសៀមរាបទៅបាត់យូខែឬមានស្នេហ៍អូនមានស្នៀតធ្វើការនៅក្រុងសៀមរាបថាឆ្លៀតមកស្រុកមិនបានតែគេប្រាប់បងថាស្រស់ស្រីអូនធ្វើការធំនៅក្នុងខារ៉ាអូខេបងខំស្វែងរករហូតបានជួបមាសមេអូនថាអត់ស្គាល់បងទេរិញស្នេហ៍អូនធ្វើបែបនឹងឬភ្លើងពណ៌ធ្វើឲ្យអូនលងប៉ុន្តែខ្នើយមុំឆោមជុំអូនឈុំគេហើយព្រោះមានភពថ្មីចរណៃអូនលែងបងក្រោយជួបមកធ្វើមិនស្គាល់ឡើយអូនត្រានត្រោយបងឈឺណាស់អូហើយសិមរៀបលីមកស្រុកខ្ញុំទាំងទុកគ្រៀមក្រំតែសូមផ្ដាំទៅឆោមឆ្លៅកុំវិលរកបងបើស្នេហ៍ស្នងអូនអស់ផ្លូវព្រោះបងឆ្អែតចិត្តហើយពឹងសូមទៅនៅនឹងគេឈរឬភ្លើងពណ៌ធ្វើឲ្យអូនលងកុនទេខ្នើយមុំឆោមយំអូនឈុំគេហើយព្រោះមានភពថ្មីចរណៃអូនលែងបងក្រោយជួបបងធ្វើមិនស្គាល់ឡើយអូនត្រានត្រោយបងឈឺណាស់អូសិមរៀបលីមកស្រុកខ្ញុំទាំងទុកគ្រៀមក្រំតែសូមផ្ដាំទៅឈប់ឆ្លៅកុំវិលរកបងបើស្នេហ៍ស្នងអូនអស់ផ្លូវព្រោះបងឆ្អែតចិត្តហើយពឹងសូមទៅនៅនឹងគេឈរអូខេអាយ៉ាមិនដែរនៅពេលដែលបញ្ចេញសមត្ថភាពរួចរាល់យ៉ាងមិនដែរនៅក្នុងចិត្តបាទធូរអារម្មណ៍ខ្លះបងធូរភ័យដែរភ័យដែរចង់ខុសដែរមិនមើលតែជ្រាបចង់ស្ទើរឬក៏ចង់ភ្លេចបាទចង្វាក់តិចមិនខុសដឹងថាខុសចង្វាក់តិចឡើងឆាកនេះច្រើនដងដែរតែនៅតែភ័យនៅភ័យអូខេណាបាទអូខេអរគុណ
រំហ៊ុននិងមជ្ឈមណ្ឌលត្រីក្រហមអ្នកជំនាញព្យាបាលមុខកើតមុន